បាទសួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាទីស្រឡាញ់រាប់អានបាទថ្ងៃនេះខ្ញុំលើកយកនៅការធ្វើសម្រាប់បញ្ជាក់ដើម្បីទៅគណនាផលបូក1ការ៉េបូក2ការ៉េបូក3ការ៉េរហូតដល់បូក n ការ៉េបាទយើងអាចគណនាផលបូកនេះបានដោយប្រើសមភាពបាទដោយប្រើសមភាពគឺការបូក1លើកវាជាគីបស្មើនឹងការគីបបូកនឹង3ការ៉េបូកឲ្យ3ការបូកនឹង1ណាបាទអញ្ចឹងអានេះវាចូលរៀង a បូក b លើជាគីបអញ្ចឹងស្មើនឹង a គីបបូក 3a ការ៉េ b បូក 3a b ការ៉េបូកឲ្យ b គីបបាទដែល a របស់យើងគឺការ b របស់យើងគឺ1បាទបន្ទាប់មកនេះយើងលើកការគីបនេះមកអង្គទី1មកបាទលើកវាមកអង្គទី1អញ្ចឹងខ្ញុំអាចសេថាការបូក1លើកវាជាគីបដកជាមួយនឹងការគីបស្មើ3ការ៉េបូកឲ្យ3ការបូក1បាទដែលការរបស់យើងយកតម្លៃពី1ដល់ n បាទអញ្ចឹងខ្ញុំដាក់ថាការស្មើ1 2 3ចុចរហូតដល់ n បាទនេះគឺជាតម្លៃការណាបាទបន្ទាប់មកយើងចាប់ផ្ដើមយកតម្លៃការមកចំនួនត្រង់កន្លែងការទាំងអស់នេះមកអញ្ចឹងខ្ញុំដាក់ថាបើការស្មើ1អញ្ចឹងបើការស្មើ1នាំឲ្យយើងយក1មកដាក់កន្លែងការនេះអញ្ចឹងវាទៅជា1បូក1បាន2អញ្ចឹងវាទៅជា2គីបដកជាមួយនឹង1គីបស្មើបាទអញ្ចឹងកន្លែងការនេះក៏ស្មើ1ដែរអញ្ចឹងស្មើ3គុណនឹង1ការ៉េបូកនឹង3គុណនឹង1បូក1បាទនេះបើសិនជាការស្មើ1មួយទៀតបើការស្មើ2យើងយក2មកជំនួសកន្លែងការនេះមកណាបាទអញ្ចឹង2បូក1បាន3អញ្ចឹងកន្លែងនេះខ្ញុំដាក់ថា3គីបដកជាមួយនឹង2គីបស្មើបាទស្មើអី3គុណជាមួយនឹង2ការ៉េបូក3គុណនឹង2បូក1បាទនេះការស្មើ2ណាបើសិនជាការស្មើ3នាំឲ្យបាទនាំឲ្យអីយក3មកជួសកន្លែងការទាំងអស់អញ្ចឹង3បូក1បាន4អញ្ចឹងវាទៅជា4គីបដកជាមួយនឹង3គីបស្មើនឹងអី3គុណនឹង3ការ៉េបូក3គុណនឹង3បូក1បាទបូក1ណាបាទតមកទៀតបាទយើងឲ្យតម្លៃវាប៉ុណ្ណឹងក៏បានដែរយើងចុចទៅមានន័យថាយើងតម្លៃការនេះយើងអាចឲ្យបន្តទៀតបានណាបាទស្អាតតែយើងចង់ឲ្យយើងឲ្យដល់ប្រមាណក៏បានដែរបាទបន្ទាប់មកខ្ញុំឲ្យដល់ការស្មើ n ការស្មើ n ណាអញ្ចឹងនាំឲ្យបាទយកទៅជួសចូលត្រង់ការបូក1នេះការបូក1នេះកន្លែងនេះការនេះយើងចំនួនវាដោយ n ទាំងអស់មកអញ្ចឹងវាទៅជា n បូក1លើកវាជាគីបដកជាមួយនឹង n គីបបាទដកនឹង n គីបស្មើនឹង
3 ăn cà rế bột nâng 3 ấn bột mùi bà bột mùi nè và tòa bó dương thưa phọt bột vỉa bà dương thưa phọt bột nãy dương thưa phọt bột máu chẳng nhầm ai đã thà chừng giờ ăn thì muối bột ăn thì muối ăn thì pi bột ăn thì pi bà dương thưa phọt bột máu nè pi kíp đọ pi kíp ní sồn 3 kíp đọ 3 kíp ní sồn mày nè 4 kíp đọ 4 kípตัวนี้โซนตบเมาส์กลายนี้คือมนดอลมนดอลอันบุมูลเลยจะกิบดอกอันกิบนี้กลายนี้คือมีอันกิบมวยได้จังอันกิบนี้จะมวยหนึ่งดอกอันกิบนี้โซนตัวนี้นะจังยังบานอังตีมวยยืนซอลอีกค่ะอังตีมวยยืนซอลอันบุมูลเลยจะกิบให้หนึ่งดอกมวยกิบดอกมวยกิบchắc chấm A cho C thả ăn bột mùi lược vì chỉ kiếp đọ cho mùi nâng mùi kiếp smile ai cho mưa on tì pi dương miền 7 là hột nè chẳng 7 chỉ mê cùn chẳng dương đọ 3 នឹងជាកតាមកគឺយើងនៅសល់អីយើងនៅសល់1ការ៉េបូក2ការ៉េបូក3ការ៉េបូករហូតដល់ n ការ៉េអញ្ចឹងខ្ញុំដាក់ថា1ការ៉េបូក2ការ៉េបូក3ការ៉េបូករហូតដល់បូក n ការ៉េបូកនឹងបន្តមកទៀតទូបន្ទាប់គឺយើងមាន3 នេះ3គុណ1 3គុណ2 3គុណនឹង3 3គុណនឹង n អញ្ចឹងមានលេខ3ដូចគ្នាខ្ញុំដកលេខ3ជាកតារួមដូចគ្នាមកសល់1បូក2បូក3បូកចុចរហូតដល់បូក n ឃើញទេអញ្ចឹងកន្លែងនេះបូក n អញ្ចឹងកន្លែងនេះចុចបូកăn bật vĩnh cho một tiết dương mơ khang cào dương bột mùi thề mày nè chắc chấm đã thà bột muối bột chốt rồi hốt đọ bột mùi chắc chấm đạo một chọn trẻ chẳng mùi bột mùi những chấm nuôn ấy chấm nuôn ăn tù nhé chấm nuôn ăn tù chẳng cả nam mùi bột mùi chấm nuôn ăn tù dường bàn phọ bộ sma nắng ăn bắt tọa một tiết cứ dừng đã thà ăn bột mùi lực chỉ kíp đỏ mùi kíp với sma đang mùi đài thế mày đấy mình tọp máu sma nằng 3 mùi cà rê bột 2 cà rê bột 3 cà rê hồi đó bột ăn cà rê ní việc sma nắng nè phọt bột ăn cái tao với đói bột nằng 7 bột 7 นี่พอโบกมวยโบกปีโบกใบแต่โหดโบกอันเนี่ยคือวิจิพอโบกซิดนปนจังพอโบกซิดนปนรูปมนเรียบบ้านอันเลปีจังเห็นได้ถ้าอันเลปีกตาอุยอ้องบกอุยอันอุยอองยังคือมวยอุยอันยังคืออันเห็นไหมก็มาเทียบโบกหนึ่งมวยบกมวยจำนวนอันตัวจังขณะโบกจำนวนอันตัวมีนำไลส์มาหนึ่งอันก่อนนะมีนำไลส์มาหนึ่งอัน บ
បន្ទាប់មកទៀតគោលដៅយើងគឺចង់រក S ណាចង់រក S បាទអញ្ចឹងគេធ្វើមិនយើងអាចបោះ3កតានឹង n លើ2 3គុណ n លើ2កតានឹង n បូក1ហើយនឹងបូក n នេះមកអង្គទី1ក៏បានយើងបោះ 3s មកអង្គទី1ក៏បានបាទឥឡូវខ្ញុំបោះ3n លើ2កតានឹង n បូក1បូក n នេះមកអង្គទី1បាទអញ្ចឹងខ្ញុំបោះមកវាបានអង្គទី1យើងនេះ n បូក1លើកជាគីបបាទខ្ញុំបោះនេះមកណាអញ្ចឹងខ្ញុំដកជាមួយនឹង 3n លើ2 1បូក n ខ្ញុំអាចដាក់ថា n បូក1យើងអាចត្រឡប់ចឹងបានណាបាទ n បូក1បូក n នេះបោះមកអង្គទី1វាទៅជាដក n ដក1នេះនៅអង្គទី1ស្រាប់អញ្ចឹងវាអត់មានប្រែប្រួលសញ្ញាទេខ្ញុំដាក់ថាដក1អញ្ចឹងអង្គទី2យើងនៅសល់តែ 3s តោះនេះប៉ុណ្ណឹងបាទ 3s តបមកទៀត n បូក1លើកជាគីបបាទលើកជាគីបដក 3n លើ2កតានឹង n បូក1ដកនឹងបាទ n ដក n ដក1ខ្ញុំចាប់ដកជាកតាអញ្ចឹងវាទៅជា n បូក1ស្មើនឹង 3s ដដែលមែនទេបាទ 3s ដដែលអញ្ចឹងយើងមើលអង្គទី1វាមាន n បូក1ដូចគ្នាមែនទេ n បូក1 n បូក1 n បូក1អញ្ចឹងយើងចាប់ n បូក1ជាកតារួមបាទចាប់ n បូក1ជាកតារួមមកអញ្ចឹង n បូក1លើកជាគីបនេះវានៅសល់តែ n បូក1លើកវាជាការ៉េមែនទេបាទចំណែក3n លើ2កតា n បូក1យើងដក n បូក1នេះចេញមកគឺយើងនៅសល់ដក 3n លើ2មែនទេបាទចំណែក n បូក1នេះយើងដក n បូក1ជាកតារួមហើយវានៅសល់ដក1បាទដក1អញ្ចឹងអង្គទី2គឺស្មើនឹង 3s បាទ 3s បាទតមកទៀតខ្ញុំដាក់ថា n បូក1កតានឹងបាទ n បូក1លើជាការ៉េចូលរៀង a បូក b លើជាការ៉េអញ្ចឹងវាស្មើនឹង n ការ៉េបូកឲ្យ 2n បូក1ដក 3n លើ2ដក1ស្មើនឹង 3s បាទស្មើនឹង 3s បាទបន្ទាប់មកទៀតនេះបូក1ដក1ស្មើនឹង0បាទដក1បូក1ស្មើ0ណាអញ្ចឹងយើងនៅសល់បាទយើងនៅសល់អីខ្ញុំដាក់ថា n បូក1នៅដដែលកតានឹងបាទនេះភាគបែង2អញ្ចឹងយើងតម្រូវភាគបែងមកអញ្ចឹងភាគបែងរូបវាគឺ2អញ្ចឹងអា n ការ៉េតែគុណនឹង2អញ្ចឹងយើងបាន 2n ការ៉េបូកនេះគុណ2មកយើងបាន 4n ដក 3n ទាំងអស់ហ្នឹងនៅលើ2នេះលើ2ស្មើនឹង 3s បាទ 3s តមកទៀត n បូក1កតានឹង 2n ការ៉េ
bà 4n đọ 7n cứ dương là so bột n phía bài pi đi dương ai đặt phía bài tầng che máu này lứa pi mà nâng bấy này đấy bà mà 7 pi n cái bột n miên n đôi khíaខ្ញុំអាចដក n ជាកតារួមបាទអញ្ចឹងខ្ញុំដាក់ថាខ្ញុំដាក់ថាម៉េចខ្ញុំដក n ជាកតាអញ្ចឹងដក n ជាកតាមក n បូក 1 នេះយើងនៅដដែល n បូក 1 2n ការ៉េយើងដក n ជាកតាអញ្ចឹងវានៅសល់ 2n បូកនឹងដក n ជាកតាយើងនៅសល់បូក 1 ទាំងអស់នេះនៅលើ 2 តោះណាបាទស្មើទៀត 3s បាទ 3s តោះមកយើងទាញរក s មកនាំឲ្យ s ស្មើនឹងយើងត្រូវយកអង្គទី 1 នេះចែកនឹងមេគុណ s គឺ 3 អញ្ចឹងខ្ញុំដាក់ថា n កតានឹង n បូក 1 កតាឲ្យ 2n បូក 1 នៅលើ 2 បាទនៅលើ 2 ចែកនឹង 3 បាទណាបាទចែកនឹង 3 អញ្ចឹងវាស្មើនឹងបាទនេះចែក 2 ចែក 3 ទៀតបើទៅចែកនឹង 5 6 អញ្ចឹងខ្ញុំដាក់ថាស្មើនឹង n កតា n បូក 1 កតា 2n បូក 1 នៅលើ 5 6 បាទនេះគឺជា SN បាទអញ្ចឹងខ្ញុំដាក់ថាដូចនេះS ស្មើ 1 ការ៉េបូក 2 ការ៉េបូក 3 ការ៉េបូកចុចរហូតដល់បូក n ការ៉េអាចសរសេរឬអាចគណនាតាមរូបមន្ត n កតានឹង n បូក 1 កតានឹង 2n បូក 1 ទាំងអស់នេះនៅលើ 5 6 បាទបន្ទាប់ពីយើងបានរូបមន្តហើយយើងទៅមើលឧទាហរណ៍មួយឥឡូវខ្ញុំដាក់ឧទាហរណ៍មួយកណនា s ស្មើនឹង 1 ការ៉េបូក 2 ការ៉េបូក 3 ការ៉េបូកចុចរហូតដល់បូក 12 ការ៉េបាទ 12 ការ៉េណាបាទអញ្ចឹងយើងមានរូបមន្តស្រាប់ហើយ n នេះគឺជាចំនួនតួបាទ n ជាចំនួនតួអញ្ចឹងផលបូកពី 1 ដល់ 12 ដល់ 12 1ការ៉េដល់ 12 ការ៉េនេះវាមានចំនួន 12 តួអញ្ចឹង n ស្មើនឹង 12 អញ្ចឹងខ្ញុំដាក់ថាតាម s ស្មើនឹង n កតានឹង n បូក 1 កតានឹង 2n បូក 1 នៅលើ 6 បាទអញ្ចឹងស្មើ n យើងគឺ 12 អញ្ចឹងខ្ញុំដាក់ថា 12 កតានឹង 12 បូក 1 កតាឲ្យ 2 គុណនឹង 12 បូក 1 ទាំងអស់នៅលើ 5 6 ស្មើ 12 គុណនឹង 12 បូក 1 បាន 13 ណា គុណនឹងអានេះ 12 គុណនឹង 2 បាន 24 24 បូក 1 បាន 25 ទាំងអស់នៅលើ 5 6
បាទស្មើទៀត12ចែកនឹង6បាន2អញ្ចឹងបាន2គុណនឹង13គុណនឹង20 25បាទ2គុណ13គុណនឹង25វាស្មើនឹង650បាទ650អញ្ចឹងខ្ញុំដាក់ថាដូចនេះs ស្មើនឹង650បាទអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់បាទជូនពរបងប្អូនសុខភាពល្អជោគជ័យនៅក្នុងការសិក្សាអរគុណ